បាទកាលពីអេពីសូតមុនហ្នឹងគឺខ្ញុំបានធ្វើការវិភាគទៅលើក្រុមហ៊ុន Toyota ក៏ដូចជាក្រុមហ៊ុន Tesla ដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការវិភាគទៅលើក្រុមហ៊ុនឡានមួយទៀតដែលខ្ញុំគិតថាបងប្អូនប្រហែលជាស្គាល់ហើយដោយសារអីនៅក្នុងហ្នឹងគឺគាត់មានប្រភេទឡានច្រើនមែនទែនហ្មងមានទាំង Bentley មានទាំង Lamborghini Porsche ឡាក់នឹងឡាក់អញ្ចឹងតើក្រុមហ៊ុនហ្នឹងក្រុមហ៊ុនអីគេបងប្អូនអញ្ចឹងមែនទែនទៅខ្មែរយើងគេហៅក្រុមហ៊ុនហ្នឹងគេហៅថា Volkswagen Volkswagen ហើយភាសាអាល្លឺម៉ង់ហ្មងគេហៅថា Volkswagen អញ្ចឹង Volkswagen នៃវាមែនតើហ្មងគឺថា people's car គឺឡានសម្រាប់ប្រជាជនអញ្ចឹងជាថ្មីម្ដងទៀតនឹងខ្ញុំបាទឈ្មោះ Galda សូមស្វាគមន៍ប្រិមិត្តយើងទាំងអស់គ្នាមកកាន់កម្មវិធី News Within News ដែលថ្ងៃនេះយើងនឹងមើលក្រុមហ៊ុនឡានផលិតឡានមួយធំមួយនៅក្នុងពិភពលោកដែរហ្នឹងដែលរបស់ប្រទេសអាល្លឺម៉ង់ហ្នឹងគឺឡាន Volkswagen ខ្មែរយើងហៅ Volkswagen ហ្នឹងបាទអញ្ចឹងជាថ្មីម្ដងទៀតហ្នឹងគឺយើងមើលទៅលើក្រុមហ៊ុន Volkswagen ហ្នឹងដែលនៅក្នុង stock ទីផ្សារ stock នៅសហរដ្ឋអាមេរិកហ្នឹងគឺគេ trade ជាមួយនឹង PINX អញ្ចឹងអាចថាជា exchange មួយដែរបាទអញ្ចឹងយើងក៏លេខមកត្រួសភ្លាមហ្នឹងគឺយើងឃើញផ្កាយ5អញ្ចឹងបានថាក្រុមហ៊ុន Volkswagen ហ្នឹងគឺ Morningstar គេឲ្យតម្លៃខ្ពស់បាទហើយតម្លៃរបស់គាត់ឥឡូវគឺ$10.45នៅក្នុងថ្ងៃទី25ខែ4 2026យើងនេះហើយបើយើងក៏លេខមកមើល trading information វិញអញ្ចឹងយើងឃើញថាតម្លៃ$10.45ហ្នឹងគឺតម្លៃដែលខ្ពស់ជាងគេបំផុតនៅក្នុង trading range នាពេលបច្ចុប្បន្ននេះឯងបាទអញ្ចឹងបន្ទាប់មកទៀតនេះយើងមើលទៅក្នុងរយៈពេល52អាទិត្យហ្នឹងគឺតម្លៃ$10.45ហ្នឹងយើងគិតថាស្ថិតនៅក្នុងតម្លៃមួយដែលអាចថាมันជាខ្ពស់ប្រហែលទេដោយសារ trading range របស់គាត់គឺទាបមែនទែនបងប្អូនពី9.9ដល់12.83អញ្ចឹងលំបាកប៉ុណ្ណឹងក្នុងរយៈពេល1ឆ្នាំហ្នឹង stock របស់គាត់អត់សូវឡើងចុះខ្លាំងទេហើយយើងក៏លេខមើលទីផ្សាររបស់គាត់ទៀតអញ្ចឹងក្រុមហ៊ុនហ្នឹងគឺដែលថា asset រួមទាំងមូលមកតម្លៃខ្លួនរបស់គាត់មកគឺ$52,000 លានអាមេរិកបាទអញ្ចឹងវាជាក្រុមហ៊ុនលំដាប់ធំមួយហើយបើយើងនិយាយទៅថាក្រោមតែ Toyota ឬមួយអីទេហើយយើងមិនចង់និយាយ Tesla ទេដោយសារ Tesla គាត់មិនចាត់ទុកគាត់ជាក្រុមហ៊ុនគ្រាន់តែផលិតឡានតែមួយមុខប៉ុណ្្នឹងឯងទេបាទអញ្ចឹងបាទគាត់ market cap របស់គាត់គឺខ្ពស់មែនតើការដែលយើងធ្វើ episode ចាស់កាលពីមុនហ្នឹងបាទដើម្បីយើងពិនិត្យលម្អិតថែមទៀតហ្នឹងយើងមើលទៅលើ company profile ហ្នឹងដែលយើងគិតថាគាត់និយាយលម្អិតដែរនេះអញ្ចឹងហ្នឹងគឺក្រុមហ៊ុន Volkswagen បើយើងនិយាយតាមភាសាអាល្លឺម៉ង់ Volkswagen ប្រជាជនហ្នឹងឡានរបស់ប្រជាជនហ្នឹងបាទអញ្ចឹងឡានរបស់ប្រជាជនហ្នឹងគឺ Volkswagen ហ្នឹងគឺ second largest automobile នៅក្នុងពិភពលោកអញ្ចឹងមានថាក្រោមតែឡាន Toyota តែប៉ុណ្្នឹងឯងអញ្ចឹងក្នុងឆ្នាំ2024គាត់ផលិតឡានដល់ទៅ9លានដែល Toyota យើងបើតាមខ្ញុំចាំកាលនៅអេពីសូតមុនហ្នឹងគឺមានដល់11លានក្នុងមួយឆ្នាំបាទអញ្ចឹងក្រៅពី mark Volkswagen ហ្នឹងអញ្ចឹងបើនៅអាចថាទ្វីបអឺរ៉ុបវិញគាត់ផលិតឡានផ្សេងទៀតអាចថាឡាន Mercedes Skoda ខ្ញុំធ្លាប់ជិះឡាន Skoda អញ្ចឹងដែរបាទនៅប្រទេសអឺរ៉ុបបាទអញ្ចឹងក្រៅពីហ្នឹងគឺគាត់មានឡានទំនើបផ្សេងទៀតដូច Audi Lamborghini Bentley ហើយបើឡាន Sport វិញគឺឡាន Porsche ជាដើមបាទហើយអញ្ចឹងក្រៅពីហ្នឹងគឺគាត់មាន brand ផ្សេងទៀតដែលជួយបង្កើនចំណូលទៅដល់ក្រុមហ៊ុនរបស់គាត់បានច្រើនបាទអញ្ចឹងក្រៅពីផលិតឡាននៅកន្លែងនេះគេនិយាយដែរនេះគឺគាត់មាន business ហ្នឹងគឺ software business ទៀតហើយផលិតអាគុយទៀត battery ទៀត power engineering production and financial service អញ្ចឹងក្រៅពីផលិតឡានឬមួយក៏អីហ្នឹងគឺគាត់ក៏ជាក្រុមហ៊ុនហិរញ្ញវត្ថុមួយដែរ provide សេវាកម្មហិរញ្ញវត្ថុឲ្យទៅដល់អតិថិជនទៀតបាទអញ្ចឹងក្រុមហ៊ុនហ្នឹងគឺធំមែនទែនបងប្អូននៅប្រទេសអាល្លឺម៉ង់ហ្នឹងអញ្ចឹងយើងចាត់ទុកថានៅក្នុង industry commercial consumer cyclical បានថាឡើងចុះដែរហើយចាត់ទុកនៅក្នុង auto manufacturer ជា industry ផលិតឡានរថយន្តហើយបងប្អូនថ្មីនេះដោយសារតែការប្រកួតប្រជែងខ្លាំងនៅក្នុងវិស័យរថយន្តគឺក្រុមហ៊ុនអាល្លឺម៉ង់ឬមួយក៏ក្រុមហ៊ុនអឺរ៉ុបជាច្រើនគឺឥឡូវកំពុងតែដកខ្លួនមិនមែនថាដកខ្លួនទេបានថាបំលែងខ្លួនជាថ្មីបន្ថែមទៀតហ្នឹងគឺឲ្យមិនមែនគ្រាន់តែផលិតឡានទេឥឡូវគឺគាត់ចាប់ដើមផលិតគ្រឿងសព្វាវុធអញ្ចឹងដូចជារថ cross ឬមួយក៏អីជាដើមដោយសារ
យើងអាចឡានក្រុមហ៊ុនឡានទាំងអស់ហ្នឹងគឺអាចផ្លាស់ប្ដូរពីឡានដឹកជញ្ជូនមួយក៏អីចឹងឲ្យទៅជាបែបសម្រាប់ទាហានអីបានទៀតណាបងប្អូនអញ្ចឹងអាហ្នឹងវាជារឿងមួយថ្មីខ្ញុំគិតថានៅក្នុង Morning Star នេះដោយសារវាព័ត៌មានថ្មីពេកប្រហែលជាមិនបានអាប់ដេតអាហ្នឹងទេក៏តែបើសិនយើងវិភាគក្រុមហ៊ុនទាំង lain នេះអាចថាកន្លះឆ្នាំមួយឆ្នាំទៅមុខទៀតអាចនឹងមានអាប់ដេតព័ត៌មាននឹងថែមទៀតបាទអញ្ចឹងក្រៅពីនេះយើងមើលឃើញថាប្រជាបុគ្គលិករបស់គាត់គឺមានដល់ទៅ66,000នាក់គឺច្រើនមែនទែនបងប្អូនបង្កើតការងារឲ្យប្រជាពលរដ្ឋអាល្លឺម៉ង់ហ្នឹងគឺបានច្រើនបាទអញ្ចឹងក្រៅពីនេះយើងមើល valuation វិញអញ្ចឹងគូបដិបត្តិរបស់គាត់យើងគឺ Tesla និង HMC បើតាមដែលយើងមើល episode ចាស់ហ្នឹងគឺ ឡាន Honda Motor Company price to earning របស់គាត់គឺតម្លៃរបស់គាត់គឺទាបមែនតើបើប្រៀបធៀបជាមួយនឹង Tesla ឬមួយក៏សូម្បីតែជាមួយនឹង Honda អញ្ចឹង it's a good thing ក្នុងន័យហ្នឹងហើយបើប្រហែលបានជា Morning Star គាត់ដាក់ឲ្យផ្កាយបានខ្ពស់សម្រាប់គាត់ហ្នឹងបាទអញ្ចឹងក្រៅពីហ្នឹងយើងមើលវិស័យហិរញ្ញវត្ថុរបស់គាត់វិញអញ្ចឹងគឺ interest coverage របស់គាត់អញ្ចឹងប្រៀបធៀបជាមួយនឹង Tesla ជាមួយនឹង Honda អាចថាគាត់មានបានតែ 3.31 អញ្ចឹងគឺទាបជាង Tesla អញ្ចឹងលទ្ធភាពនៃការបង់ការប្រាក់របស់គាត់អាចថាទាបជាងក្រុមហ៊ុនគូបដិបត្តិរបស់គាត់ក៏ប៉ុន្តែក៏នៅតែអាចទទួលយកបានដែរបាទអញ្ចឹងបើសិនជាយើងមើលទៅលើ graphic នេះវិញពណ៌ខៀវគឺឡាន Volkswagen ហ្នឹងគឺ stable អត់មានការផ្លាស់ប្ដូរប្រហែលទេក្នុងរយៈពេល 4-5 ឆ្នាំកន្លងមកនេះបើប្រៀបធៀបជាមួយនឹង Tesla ដែលអាចថាឡើងចុះខ្លាំងបងប្អូនបាទអត់សូវ stable ទេបាទហើយ Honda ដែលជាក្រុមហ៊ុនជប៉ុនអញ្ចឹងគាត់រៀង conservative តិចអញ្ចឹងគឺគាត់ក៏ stable ខ្លាំងដូចតែក្រុមហ៊ុនអាល្លឺម៉ង់អញ្ចឹងដែរបាទអញ្ចឹងយើងក្រៅពីហ្នឹងយើងអាចមើលទៅលើ return on asset អញ្ចឹង return on asset របស់គាត់គឺស្មើ1.16អញ្ចឹងគឺទាបបងប្អូនអាចថា asset គាត់ធំអញ្ចឹងការចំណូលចំណេញរបស់គាត់វាទាបអញ្ចឹងធ្វើឲ្យ return on asset ហ្នឹងក៏វាទាបតាមជាក់ស្ដែងហ្នឹងដែរបាទហើយ return on equity ក៏ទាបដែរបើសិនយើងប្រៀបធៀបជាមួយគូបដិបត្តិរបស់គាត់អាចថាហាក់ផាយជាមួយនឹង Honda ក៏ប៉ុន្តែចាញ់ Tesla ទេបងប្អូនយើងអាចទៅមើលទៅលើ price ជាមួយនឹង fair value ដែលយើងតែងតែចង់បានអាពណ៌ខ្មៅក្រោមពណ៌ក្រហមដោយសារពណ៌ក្រហមគឺ fair value ដែល Morningstar ក៏គិតថាតម្លៃគួរតែលក់តម្លៃប៉ុណ្ណឹងអញ្ចឹងយើងមើលតាំងពី2016ដល់2025ហ្នឹងយើងឃើញថាតម្លៃហាងឆេងរបស់ឡាន Volkswagen ហ្នឹងគឺតែងតែទាបជាង fair value ហើយហ្នឹងសម្រាប់យើងជា investor យើងចង់បានបែបលក្ខណៈអញ្ចឹងដែរបងប្អូនបាទឥឡូវយើងមើលមក trailing returns មកវិញមកអញ្ចឹង trailing return យើងចង់មើលថាបើសិនជាយើងមានលុយ invest ជាមួយនឹងក្រុមហ៊ុន Volkswagen ហ្នឹងរយៈពេល1ឆ្នាំនេះតើចំណេញឬមួយក៏ខាតអញ្ចឹងគឺឃើញថាបើយើងយកលុយអញ្ចឹងមួយឆ្នាំនេះគឺលុយយើងអាចថាខាត 0.95 ហើយអញ្ចឹងរយៈពេល3ឆ្នាំរយៈពេល5ឆ្នាំរយៈពេល10ឆ្នាំ15ឆ្នាំគឺថាលុយរបស់យើងមិនបានកើនខ្ពស់ប្រហែលទេអាចថាទាបបំផុតមកហើយវាមានលេខដកអវិជ្ជមានហ្នឹងក៏ច្រើនដែរបាទអញ្ចឹងក្នុងន័យហ្នឹងមិនសូវជាល្អទេបើយើងប្រៀបធៀបជាមួយនឹង industry ដែលក្នុងកំឡុងពេលមួយឆ្នាំនេះអាចថាកើនឡើងបានខ្ពស់ហើយសូម្បីតែរយៈពេលវែង10ឆ្នាំ15ឆ្នាំក៏15-11% ដែរអញ្ចឹងក្នុងន័យនេះហេតុខ្ញុំអត់ដឹងហេតុអីបាន Morningstar គាត់ឲ្យផ្កាយដល់ទៅ5ទៅដល់ Volkswagen នេះបើសិនយើងប្រៀបធៀបនៅក្នុងន័យ trailing return នេះបាទគឺដូចជាមិនសមរម្យសោះអញ្ចឹងអាចថាមានព័ត៌មានផ្សេងទៀតដែលយើងមិនបានដឹងដែរអញ្ចឹងយើងមើលទៅលើ key metric តែម្ដងមើលអញ្ចឹងនៅក្នុង revenue វិញអញ្ចឹងចំណូលយើងឃើញថាគាត់កើនឡើងតាំងពី2021ក៏តែចាប់ពី2023រហូតដល់2025ហ្នឹងចំណូលហ្នឹងមិនបានកើនឡើងទេអាចថានៅដដែលហើយអាចថារៀងធ្លាក់ចុះបន្តិចផងបងប្អូនបាទនេះយើងឃើញ negative នៅក្នុងឆ្នាំ2025ខែ12បាទយើងមើលមក net income វិញអញ្ចឹង net income ឃើញថានៅតែចំណេញក៏ប៉ុន្តែឃើញថាថយចុះពី2021 14% ធ្លាក់មកសល់ 6.67% ឃើញថាទាបជាងមុនអញ្ចឹងអាចថាជួបហានិភ័យច្រើនអញ្ចឹងក្រុមហ៊ុននៅតែចំណេញក៏ប៉ុន្តែមានប៉ះពាល់ខ្លាំងអាចថាការប្រកួតប្រជែងរបស់ពួកគាត់គឺមានកម្លាំងខ្លាំងខ្ពស់ហ่าអញ្ចឹងធ្វើឲ្យក្រុមហ៊ុនពិបាកនឹងស៊ូមែនតើបាទអញ្ចឹងខ្ញុំតែងត្រឡប់ទៅវិញថាហេតុអីបានផ្កាយ5ហេតុអី Morningstar នៅឲ្យល្អសូម្បីល្អជាងក្រុមហ៊ុន Toyota ទៅទៀតបងប្អូន
ចឹងអានោះវាជាសញ្ញាសួរពើងម្ដងហើយម្ដងទៀតសម្រាប់យើងតែម្ដងហ្មងបាទអញ្ចឹងក្រៅពីហ្នឹងយើងមើលទៅលើអីគេយើងឆែកមើលទៅលើ debt to equity របស់គាត់អញ្ចឹង debt to equity របស់គាត់ឃើញថាធ្លាក់ចុះពី 1.25 មកដល់ 0.97 អញ្ចឹងគឺថារៀងគាត់បានជាងមុនក៏ប៉ុន្តែក៏នៅតែខ្ពស់ដែរបងប្អូនបាទយើងមើលទៅលើ free cash flow វិញអញ្ចឹងឃើញថា free cash flow គាត់ក៏ខ្ពស់គាត់សល់លុយច្រើនបងប្អូនកុំទោះបីជាយើងឃើញថាអូខេអាហ្នឹងវារៀងធ្លាក់ចុះដែរបើយើងពី24.2 billion dollars cash free cash flow ឥឡូវធ្លាក់ដល់សល់17ឃើញថា trend ហ្នឹងគឺធ្លាក់ចុះជាប្រចាំបើទោះបីជានៅតែវិជ្ជមានខ្ពស់ក៏ដោយបាទយើងមើលទៅលើ growth វិញតើទៅថ្ងៃអនាគតយ៉ាងម៉េចវិញអញ្ចឹង earning per share ទៅថ្ងៃអនាគតរយៈពេលដែលគេស្មានណាធ្វើសេចក្តីសន្និដ្ឋានហ្នឹងគឺថាអាចនឹងអវិជ្ជមានអញ្ចឹងឃើញដក37 year over year 3ឆ្នាំ5ឆ្នាំឃើញថាអវិជ្ជមានអញ្ចឹងក្នុងន័យហ្នឹងខ្ញុំអត់កក់ក្ដៅនៅក្នុងន័យថា invest ទេព្រោះឃើញលេខអវិជ្ជមានមួយចំនួនបាត់ទៅហើយបាទអូខេអញ្ចឹងក្រៅពីហ្នឹងយើងមើល profitability អញ្ចឹងយើងមើលបញ្ជាក់ម្ដងទៀតហ្នឹងគឺ return on assets return on equity ហ្នឹងឃើញថាទាបបាទ 3.6% អីចឹងគឺទាបណាស់បងប្អូនសឹងថាលុយរបស់យើងដាក់លុយនៅក្នុងធនាគារអាចសុវត្ថិភាពជាងផងក្នុងកំឡុងពេលបច្ចុប្បន្នហ្នឹងគឺមិនសូវជាល្អប្រហែលទេបាទបើសិនជាយើងយកលុយទៅ invest ជាមួយនឹងក្រុមហ៊ុន Volkswagen ហ្នឹងបាទអញ្ចឹងក្រៅពីហ្នឹងយើងមើល financial health របស់គាត់មើលសុខភាពហិរញ្ញវត្ថុរបស់គាត់អញ្ចឹង interest coverage ដូចយើងបានឃើញដំបូងទីបន្តិចហ្នឹងគឺ 3.87% 3.87 អញ្ចឹង ratio ហ្នឹងមិនសូវជាខ្ពស់ប្រហែលដែរទេបាទហើយបើយើងប្រៀបធៀបជា trend របស់គាត់កាលពីមុនមកវិញនេះឃើញថាធ្លាក់ចុះខ្លាំងជាដំណំបាទឥឡូវយើងមើល10ឆ្នាំវិញមើលបាទអញ្ចឹងបើសិនយើងមើល10ឆ្នាំវិញគឺជំនាន់មុនវិញយើងឃើញថាវារៀងឡើងចុះដែរបាទអាចមាន3ឡើងដល់11 8 10 14 maximum ឥឡូវធ្លាក់ចុះអញ្ចឹងសម្រាប់ខ្ញុំមើលទៅឃើញថាมันសូវជាល្អទេបើទោះបីជាលេខនៅវិជ្ជមានក៏ដោយបាទយើងមើលទៅ debt equity ឃើញថាគាត់គ្រាន់បើគឺគាត់មិនសូវជាពាក់លុយទេគឺ trend របស់គាត់ការជាពាក់របស់គាត់ថយចុះច្រើនអញ្ចឹង it's a good thing យើងចង់បានដែរនៅក្នុងន័យហ្នឹងបាទអូខេអញ្ចឹងក្រៅពីហ្នឹងយើងពិនិត្យមើលលើ earning call earning transcript របស់គាត់ទៅមើលពេលដែល CEO ជួបជាមួយនឹង shareholder គេសួរសំណួរគេខ្លះឡាក់អញ្ចឹងខ្ញុំជាសង្ខេបមកអញ្ចឹងជាសង្ខេបមកវិញហ្នឹងគឺថាតើជាចំណុចវិជ្ជមាន bull គេនិយាយថាម៉េចអញ្ចឹង bull គេនិយាយថាឡាន Volkswagen គឺគាត់ផលិត9លានឡានក្នុងមួយឆ្នាំ globally អញ្ចឹងនៅតែជាល្អហើយគាត់មាន brand ច្រើនដែល brand ទាំងអស់ហ្នឹងគឺល្បីនៅតែមានអ្នកដែលពេញនិយមគ្រប់គ្រងឡានទាំង line ហ្នឹងដែរអញ្ចឹងអាហ្នឹងជាចំណុចពិសេសរបស់គាត់ហើយបើយើងនិយាយពី EV អញ្ចឹងឡានអាគុយគឺគាត់ grow 32% អញ្ចឹង Volkswagen គាត់មានឡានអាគុយច្រើនហើយជាពិសេសដូចសូម្បីនៅប្រទេសចិនក៏ដោយក៏អាចថាគាត់និយាយទៅគឺគាត់ចូលហ៊ុនណាដែលថាវិនិយោគទុនជាមួយក្រុមហ៊ុនម៉ាកចិនអីឡាក់អញ្ចឹងដែរបាទអញ្ចឹងគឺគាត់សប្តាហ៍ថ្ងៃគឺគាត់ transition របស់គាត់ពីឡានប្រើសាំងប្រើម៉ាស៊ូតទៅប្រើអាគុយហ្នឹងក៏ច្រើនដែរបាទហើយអញ្ចឹងគាត់ព្យាយាមគ្រប់គ្រងទៅលើការចំណាយ cost cutting ហ្នឹងអញ្ចឹងនៅក្នុងរោងចក្ររបស់គាត់ព្យាយាមកាត់20%បាទបាន 20% ប្រៀបធៀបជាមួយនឹងឆ្នាំចាស់ហើយ partnership ជាមួយនឹងក្រុមហ៊ុននៅប្រទេសចិន joint venture ជាមួយនៅម៉ាកនៅស្រុកចិនហើយសូម្បីនៅប្រទេសអាមេរិកហ្នឹងគឺគាត់ joint venture ជាមួយនឹងក្រុមហ៊ុនឡានអាគុយដែរដែលអាចថាជាគូបដិបករបស់ Tesla ហ្នឹងគឺឡាន Rivian បាទអញ្ចឹងគាត់កំពុងតែព្យាយាមវិនិយោគទុនទៅលើវិស័យផ្សេងទៅលើវិស័យឡានអាគុយដែរបាទតែបើ bear វិញ bear អញ្ចឹងអវិជ្ជមានវិញអញ្ចឹងអ្នកដែលគាត់នេះក៏គាត់និយាយថាម៉េចគាត់ថានេះ profit collapse ហើយអញ្ចឹងគឺថាចំណូលរបស់គាត់ធ្លាក់ចុះដល់ទៅ 53% ឯណោះអញ្ចឹង margin និយាយទៅប្រាក់ចំណេញរបស់គាត់គឺតិចមែនទែនដល់ពេលយើងកាត់ចំណាយអីអស់ហ្នឹងសល់តែ4ទៅ 5% ហ្នឹងគឺទាបមែនទែនចាអញ្ចឹងក្នុងពេលបច្ចុប្បន្ននេះអាចថាមិនសូវជាល្អបាទ
ហើយមែនតើគាត់ទទួល pressure ខ្លាំងសម្ពាធខ្លាំងទៅលើរឿង tariff អញ្ចឹងដោយសារនៅសហរដ្ឋអាមេរិកអីហ្នឹងគឺគាត់យកអាពន្ធនាំចូលមួយគឺខ្ពស់មែនតើការប្រកួតប្រជែងរបស់គាត់គឺខ្ពស់ហើយនៅប្រទេសចិនឡានរបស់គាត់ហ្នឹងគឺគេលែងសូវត្រូវប្រើប្រាស់បានជាច្រើនដូចកាលពីមុនទៀតទេបាទអញ្ចឹងក្នុងន័យហ្នឹងអាចថាវាប៉ះពាល់គាត់ខ្លាំងហើយយើងមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុឬមួយលេខមួយចំនួនដែលយើងបានមើលនៅមិញហ្នឹងគឺឃើញថាវាឃើញចឹងមែនបើទោះបីជាគាត់នៅចំណេញឡើយក៏តែយើងឃើញថា trend ហ្នឹងរៀងធ្លាក់ចុះហើយបាទតើក្រុមហ៊ុន Volkswagen នៅអាចនឹងធ្វើខ្លួនឲ្យឡើងមកវិញទេអាហ្នឹងយើងអត់ទាន់បានដឹងទេយើងអត់អាចដឹងបានទេបាទហើយបើសិនជាសូម្បីតែឡានអាគុយក៏ដោយហ្នឹងឡាន EV ក៏ដោយហ្នឹងប្រាក់ចំណេញរបស់គាត់គឺបើប្រៀបធៀបជាមួយនឹង Tesla ឬមួយក៏ឡាន BYD ឡានរបស់ចិនវិញគឺឃើញថាมันចំណេញច្រើនដោយក្រុមហ៊ុនទាំងពីរនោះទេបាទអញ្ចឹងក្នុងន័យហ្នឹង bear គឺគេនិយាយសម្ដៅអញ្ចឹងឯងបាទអូខេអញ្ចឹងក្រៅពីហ្នឹងយើងមើលបន្តទៅមុខទៀតហ្នឹងដើម្បីឲ្យថាវាអាចថាគ្រប់ជ្រុងជ្រោយនៃការវិភាគរបស់យើងដែរអញ្ចឹងនៅក្នុងឆ្នាំ2025យើងឃើញថាគាត់ចែកភាគលាភបានខ្ពស់ដល់ទៅ6.82% ណាបងប្អូនអញ្ចឹងអាហ្នឹងសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ឬមួយអីខ្ញុំគិតថាអាហ្នឹងខ្ពស់មែនតើបាទអញ្ចឹងមូលហេតុនេះហើយដែលខ្ញុំគិតថាប្រហែលជានាំឲ្យ Morningstar ឲ្យផ្កាយ5មិនមែនតែកត្តាមួយហ្នឹងទេបងប្អូនប៉ុន្តែអាចថាជាក្នុងចំណោមកត្តាហ្នឹងគឺអាចមានចំណុចហ្នឹងមានន័យថាជាពិសេសមកសម្រាប់ប្រជាពលរដ្ឋនៅប្រទេសអឺរ៉ុបដែលគាត់និយាយទៅគឺគាត់ conservative អញ្ចឹងគាត់ប្រយ័ត្នប្រយែងមែនទែននៅក្នុងការវិនិយោគទុនវិនិយោគរបស់គាត់បាទអញ្ចឹងក្នុងន័យហ្នឹងគឺគាត់វិនិយោគជាមួយនឹងក្រុមហ៊ុនណាធំ brand ធំដូចជា Volkswagen ដូចអីចឹងចឹងហើយដល់ពេលគាត់ឲ្យ dividend បានខ្ពស់អញ្ចឹងដល់ទៅ6.7% សម្រាប់ពួកគាត់នៅអឺរ៉ុបគឺខ្ពស់បាទពីព្រោះធនាគាររបស់គាត់អត់មានបានការប្រាក់ទេមានអាចនឹងដកផងក៏ថាបានដែរនៅក្នុងប្រទេសខ្លះបាទអញ្ចឹងបើគាត់យកលុយរបស់គាត់ប្រាក់អន្សំរបស់គាត់ទៅវិនិយោគបាន6-7% អាហ្នឹងគឺអស្ចារ្យសម្រាប់គាត់បាទអញ្ចឹងក្នុងន័យហ្នឹងគឺ Volkswagen គាត់ចំណេញលុយមកលុយហ្នឹងគឺចែកជាភាគលាភឲ្យទៅ shareholder បានច្រើនបាទអញ្ចឹងក្រៅពីហ្នឹងយើងមើលទៅលើ ownership តែម្ដងមើលតើអ្នកណាគេ own Volkswagen អញ្ចឹងបើយើងនិយាយពីក្រុមហ៊ុនវិញយើងឃើញថាBlue Quadrant USD Capital ក្រុមហ៊ុនអស់នេះអាចថាជា ETF ក្រុមតែសិតតែជាក្រុមហ៊ុនអាមេរិកដែរបាទព្រោះដោយសារអីយើងមើល stock នេះគឺ stock បើទោះបីជាឡានរបស់អាល្លឺម៉ង់ក៏ដោយក៏តែ stock ហ្នឹងគឺយើង stock ដែល trade នៅក្នុង stock market អាមេរិកអញ្ចឹងច្បាស់ជាក្រុមហ៊ុនអាមេរិកគាត់ invest ហើយបាទឥឡូវយើងមើលជា trend វិញ buy and selling trend វិញអញ្ចឹងយើងឃើញថា current share មាន 10,000 ឥឡូវ trend ឥឡូវគឺ 7,000 កំពុងតែទិញកំតែដល់ពេលលក់វិញយើងឃើញថា current share 12,000 កំតែលក់ចេញ 20,000 បាទ 20,000 share យើងឃើញថា trend លក់ហ្នឹងគឺច្រើនជាងទិញឥឡូវយើងក៏លេខមកមើល executive វិញ CEO វិញអញ្ចឹងអ្នកគ្រប់គ្រងគាត់ជាណាអញ្ចឹងព័ត៌មានដោយសារហ្នឹងជាក្រុមហ៊ុនអាល្លឺម៉ង់អញ្ចឹង Morningstar ក៏អត់បានដឹងព័ត៌មាននេះអញ្ចឹងគឺស្ងាត់ហ្មងគឺយើងអត់អាចដឹងបានហើយតែបើយើងឆែកមកមើល board of director គេ list down ដែរគេ list down ច្រើនអូយ board ក្រុមហ៊ុនយក្សអញ្ចឹងមើលគាត់ណា board គាត់ហ្នឹងម៉ែអើយច្រើនមែនតើលើខ្ញុំគិតថាលើស20នាក់ជាងទៀតហើយអញ្ចឹងគឺច្រើនមែនតើបងប្អូនអញ្ចឹងគាត់អាចថាជាការតម្រូវមួយរបស់ប្រទេសអាល្លឺម៉ង់អីអញ្ចឹងគឺតម្រូវឲ្យមាន board ដែលអាចទទួលបន្ទុកខុសៗគ្នាហ្នឹងគឺច្រើនបាទមានទាំងខាង audit ផងខាងស្អីផងឡាក់ហ្នឹងបាទគឺច្រើនមែនតើខ្ញុំអត់ដែរឃើញ board director អីក៏ច្រើនយ៉ាងនេះទេបាទអញ្ចឹងបន្ទាប់ពីយើងមើលនៅក្នុង Morningstar នេះយើងឃើញថា Volkswagen សម្រាប់ខ្ញុំអត់សូវកក់ក្ដៅចង់ទិញ stock របស់គាត់ទេដោយសារតែខ្ញុំគិតថា stock របស់គាត់រៀង down បាទបើប្រៀបធៀបជាមួយនឹងអាចថាឡាន Toyota ឬមួយក៏ Tesla ដែលយើងពិនិត្យមើលនៅក្នុង episode ចាស់ហ្នឹងហើយក៏ខ្ញុំជួយជា disclaimer ដែរជាការរំលឹកមួយដែរគឺការវិភាគរបស់ខ្ញុំអីនេះគឺមិនមែនក្នុងន័យ recommend ហៅទៅទិញ stock មួយនេះឬមួយក៏កុំទិញ stock មួយនេះអីទេគឺយើងវិភាគបែបលក្ខណៈ education បែបលក្ខណៈអប់រំជាព័ត៌មានសម្រាប់ប្រិមិត្តយើងទាំងអស់គ្នាបានមើលទស្សនាហើយក៏បានអាចថាជា
ចំណេះដឹងមួយបន្ថែមបាទនៅក្នុងផ្លូវរបស់យើងដែលយើងចង់បានខ្លាយទៅជាអ្នកវិនិយោគទុនបាទអញ្ចឹងសម្រាប់វីដេអូបន្ទាប់ហ្នឹងគឺខ្ញុំនឹងវិភាគទៅមើលឡានជាគូបករបស់ Volkswagen Direct តែម្ដងគឺឡាន BYD អញ្ចឹងយើងមើលតើឡាន BYD វិញគឺមានស្ថានភាពយ៉ាងម៉េចបើយើងប្រៀបធៀបជាមួយនឹងក្រុមហ៊ុនរថយន្តធំៗដទៃទៀតហ្នឹងបាទ